Kịch Ly, ô là anh này. Ất cú mà nơi cái này nâng nghe. ជម្រាបសួរប្រិមត្តស៊ីការ៉ាត់ចាទាំងអស់គ្នាជាពិសេសប្រិមត្តដែលមាន app អង្គរ DC នៅក្នុងដៃថ្ងៃនេះឯមានរឿងថ្មីមួយសម្រាប់ណែនាំប្រិមត្តទស្សនានៅក្នុង app អង្គរ DC ទៀតហើយរឿងមួយហ្នឹងគឺជារឿងដែលជោគជ័យបំផុតនៅក្នុងផលិតកម្ម LD Picture មិនត្រឹមតែស្រុកខ្មែររបស់យើងទេគឺជោគជ័យនៅបរទេសផងដែរជាពិសេសនេះគឺជោគជ័យនៅចិនតៃវ៉ាន់គឺថាជោគជ័យមិននឹកស្មានដល់រឿងមួយហ្នឹងគឺមានចំណងជើងថាបណ្ដាសានាងរាត្រីនៅក្នុងវីដេអូមួយហ្នឹងadminនឹងធ្វើដោយរដងនឹងនិយាយអំពីសាច់រឿងតិចតួចហើយអំពីចំណាប់អារម្មណ៍របស់ admin នៅក្នុងរឿងមួយហ្នឹង admin អត់និយាយច្រើនអំពីសាច់រឿងទេចង់ឲ្យប្រិមត្តអ្នកគ្នានឹងទស្សនានៅក្នុង app អង្គរ DC ល្អជាងអញ្ចឹងប្រិមត្តអ្នកគ្នាមិនចាំបាច់ភ័យទេថា admin ហ្នឹងនិយាយសាច់រឿងទាំងអស់គ្រាន់តែជាការនិយាយពីសាច់រឿងតិចហើយនឹងចំណាប់អារម្មណ៍របស់ admin តែប៉ុណ្ណោះអញ្ចឹងប្រិមត្តអ្នកគ្នាកុំអាភ័យអីអាចទស្សនាលេងបានអូខេតោះអញ្ចឹងមកទស្សនាការសង្ខេបរឿងរបស់ admin បន្តិចជាមុនសិនសាច់រឿងបានចាប់ផ្ដើមពីមណ្ឌលកុមារកំព្រាមួយដែលបានសាងសង់នៅក្នុងឆ្នាំ1980មានអ្នកគ្រូស្រីម្នាក់ដែលពិការភ្នែកមានឈ្មោះថារាត្រីក៏ពុទ្ធលេងព្យ៉ាណូម្នាក់ឯងនៅក្នុងអាគារមណ្ឌលកុមារកំព្រាកំឡុងពេលគាត់បានលេងព្យ៉ាណូម្នាក់ឯងនោះស្រាប់តែគាត់បានឮសំឡេងចម្រៀងនៅក្នុងវិទ្យុបានបើកឡើងដោយខ្លួនឯងហើយដំបងឡើយគាត់នឹកស្មានថាគឺជាមីងយីមត្រឡប់មកវិញហើយទៅបានជាគាត់ស្រែកសួរហៅម្ដងហើយម្ដងទៀតប៉ុន្តែបែរជាគ្មានសំឡេងតបស្ដីបន្តិចសោះបន្ទាប់មកនៅពេលដែលគាត់បានទៅបន្ទប់សម្រាប់របស់ក្មេងៗដែលមានចំនួន7នាក់ស្រាប់តែគាត់បានរាវប៉ាកំបិតនិងឈាមជាច្រើនពីពេជ្របន្ទប់ដេករបស់ក្មេងៗដែលក៏ប៉ុន្តែគឺឃាតករបានសម្លាប់ក្មេងៗអស់ទៅហើយនៅក្នុងបន្ទប់ជាច្រើននាក់ហើយជាអកុសលនៅពេលដែលអ្នកគ្រូម្នាក់ទៀតបានចូលមកឃើញក៏បានចោទទៅកាន់អ្នកគ្រូរាត្រីថាគឺជាឃាតករសម្លាប់ក្មេងៗទាំង7នាក់ទៅវិញហើយអ្នកស្រុកអ្នកភូមិចាប់ដើមចោទប្រកាន់ទៅលើអ្នកគ្រូរាត្រីផងដែរថាគឺជាឃាតករសម្លាប់ក្មេងៗកាលពីយប់នោះទៅបានជាអ្នកស្រុកចាប់ដើមខឹងជាខ្លាំងហើយក៏បានយកអ្នកគ្រូទៅដុតសម្លាប់ទាំងរស់តែម្ដងបន្ទាប់មកគេបានរៀបរាប់អំពីប្រវត្តិរបស់មណ្ឌលកុមារកំព្រានោះដែលបានសាងសង់នៅក្នុងឆ្នាំ1980មានក្មេងកំព្រារស់នៅទីនោះចំនួន8នាក់ប្រុស4នាក់និងស្រី4នាក់ដែលជាក្មេងៗបាត់បង់ឪពុកម្ដាយនៅក្នុងរបបខ្មែរក្រហមនៅក្នុងឆ្នាំ1983ករណីឃាតកម្មសម្រាប់ក្មេងៗបានកើតឡើងនៅទីនោះយ៉ាងគួរឲ្យរន្ធត់ដែលមានក្មេងៗស្លាប់ចំនួន7នាក់ឃាតករដែលពួកគេបានចោទនោះគឺអ្នកគ្រូផ្នែកតន្ត្រីមានឈ្មោះថាអ្នកគ្រូរាត្រីចាប់ពីថ្ងៃនោះមកអ្នកស្រុកបានចាក់ចែងពីកន្លែងរស់នៅម្ដុំទីនោះដោយសារតែពួកគេជួបរឿងចម្លែកបានកើតឡើងនៅទីនោះទៅបានជាអ្នកស្រុកសម្រេចចិត្តចាក់ចែងពីទីនោះតែម្ដងបន្ទាប់មកគេបានបង្ហាញអំពីតួអង្គប្រុសវិញម្ដងដែលមានឈ្មោះតាប៉ៃដែលជាវិស្វករជួសជុលអគារចាស់ៗនោះឡើងវិញកំពុងតែត្រៀមខ្លួនទៅជួសជុលមណ្ឌលកុមារកំព្រានោះឡើងវិញរីឯលោកពូម្នាក់បាននាំអ្នកគ្រូប៉ែនស្រីម្នាក់មានឈ្មោះថាដាលីននិងកូនសិស្សស្រីម្នាក់មានឈ្មោះថានីកាទៅមណ្ឌលកុមារកំព្រានោះផងដែរនៅតាមដងផ្លូវនៅប៉ែនប៉ៃបានខូចឡានលោកពូក៏បានណែនាំឲ្យពួកគេស្គាល់គ្នាទៅវិញទៅមកតែម្ដងព្រោះពួកគេសិតទៅគោលដៅតែមួយរីឯមណ្ឌលកុមារកំព្រានោះគឺដាលីនមានមិត្តភក្តិស្រីម្នាក់ទៀតដែលជាគ្រូនៅទីនោះមានឈ្មោះថាពិសីហើយក្មេងៗហៅពិសីថាគឺជាម្ដាយបន្ទាប់មកនៅពេលពួកគេបានចូលទៅខាងក្នុងអគារចាស់មួយនោះនីកាក៏បានសុំពួកគេទៅលេងជាមួយនឹងក្មេងៗនៅខាងក្រៅបន្តិចកំឡុងពេលនោះគេបានបង្ហាញអំពីក្មេងស្រីម្នាក់ទៀតដែលមានឈ្មោះថាហ្គេតលីក៏ពោលទៅសម្លឹងមើលទៅអណ្ដូងទឹកយ៉ាងចម្លែកដែលបើកម្រប់ចោលនិងទឹកមុខដោយភាពភ័យខ្លាចប៉ុន្តែនៅពេលនោះពិសីក៏បានដើរមកហាមឃាត់និងបានបិទកម្របអណ្ដូងនោះវិញតែម្ដងរីឯប៉ៃនៅវិញក៏ពោលទៅមើលរូបថតកន្លែងដែលគេត្រូវជួសជុលនៅក្នុងអគារចាស់មួយនោះស្រាប់តែនៅពេលនោះគេក៏បានបាត់រូបថតមួយសន្លឹកហើយគេឆ្ងល់ផងដែរថាបន្ទប់មួយនោះគឺជាបន្ទប់អ្វីទៅបន្ទាប់មកនៅពេលយប់នៅពេលពួកគេទទួលទានអាហារជាមួយនឹងគ្នាហ្គេលីបានសម្លឹងមើលទៅពេញប៉ោងមួយហោះនៅក្រៅបន្ទប់ប៉ុន្តែនៅពេលដែលពិសីបានសម្លឹងមើលទៅតាមហ្គេលីបែរជាមិនឃើញសោះរាយក្មេងប្រុសពីរនាក់ទៀតបាននិយាយថាហ្គេលីប្រាប់ពួកគេថាតែតែឃើញខ្មោចនៅពេលយប់នឹងចង់ឲ្យហ្គេលីទៅដេកបន្ទប់ម្នាក់ឯងទៅបើសិនជានាងខ្លាចបែបនោះនៅពេលឃើញក្មេងៗថាឲ្យហ្គេលីបែបនោះហើយពិសីប្រាប់ឲ្យក្មេងៗក៏និយាយបែបនោះបន្តទៀតនឹងបានឲ្យពួកគេសុំទោសទៅកាន់ហ្គេលីរីឯប៉ៃនៅពេលដែលឃើញហ្គេលីមិនសប្បាយចិត្តគេក៏បានឲ្យប្រអប់តន្ត្រីមួយទៅកាន់ហ្គេលីសម្រាប់ចាក់វាលេងស្ដាប់បើតមកនៅពេលដែលពិសីបានយកហ្គេលីទៅគេងហ្គេលីបាននិយាយថានាងខ្លាចណាស់នៅពេលយប់បើសិនជាមានមនុស្សណាប្លែកមុខកំបើកទ្វារឲ្យចូលមកខាងក្នុងអីនៅពេលឮហើយពិសីក៏បានសន្យាថានឹងធ្វើតាមប៉ុន្តែនៅពេលដែលពិសីបានចេញទៅខាងក្រៅបន្ទប់ស្រាប់តែហ្គេលីបានឃើញដងទឹកនោះបើកម្របចោលម្ដងទៀតយ៉ាងគួរឲ្យខ្លាចទៅបានជានាងភ័យខ្លាចជាខ្លាំងរីឯពិសីនៅពេលដែលទៅបិទទឹកដែលបាក់ចោលនៅក្នុងចង្ក្រានបាយក៏បានឃើញពេញប៉ោងពណ៌សមួយហោះនៅក្បែរមាត់បង្អួចហើយស្របពេលនោះសម្លេងគូទ្វារក៏បានឮឡើងម្ដងហើយម្ដងទៀតទោះជាពិសីស្រែកសួរថាអ្នកណាក៏ដោយក៏គ្មានសម្លេងតបស្ដីសោះដែលធ្វើនាងឆ្ងល់ជាខ្លាំង
ហើយនៅពេលរៀនបានដើរទៅបើកទ្វារក៏បានឃើញពេញប៉ោងប៉សនោះនៅមាត់ទ្វារយ៉ាងចម្លែកបើតមកនៅពេលដែលពិសីបានយកពេញប៉ោងចូលទៅខាងក្នុងស្រាប់តែទូរទស្សន៍ក៏បានបើកដោយខ្លួនឯងរីឯនៅក្នុងទូរទស្សន៍នោះគឺចាក់វីដេអូចាស់ៗរបស់អ្នកគ្រូរាត្រីដែលកំពុងតែនិយាយដោយភាពអយុត្តិធម៌របស់ខ្លួនដែលពួកគេបានចោទប្រកាន់ទៅលើអ្នកគ្រូស្របពេលនោះស្រាប់តែប្រលឹងខ្មោចក៏បានចេញមកនិងបានធ្វើពិសីផ្លាំងវាទៅធ្លាក់ទៅក្រៅអគារទៅហើយប៉ុន្តែនៅពេលនោះស្រាប់តែប្រលឹងខ្មោចក៏បានចូលទៅក្នុងខ្លួនរបស់នាងតែម្ដងរីឯហ្គេលីនៅពេលដែលបានឮសំឡេងចម្លែកក៏បានដើរចេញមករកមើលហើយក៏បានឃើញពេញប៉ោងប៉សនោះរីឯទូរទស្សន៍ក៏បានចាក់វីដេអូចាស់ៗនោះម្ដងទៀតបន្ទាប់មកហ្គេលីក៏បានឃើញពិសីចេញមករកហ្គេលីយ៉ាងគួរខ្លាចនៅក្នុងសភាពមានភ្នែកជាពណ៌សនៅពេលដែលហ្គេលីបានរត់ទៅលាក់ខ្លួននៅក្នុងបន្ទប់ភ្លើងចាប់ផ្ដើមចង់ដាច់រីឯពិសីក៏បានចូលទៅតាមដល់ទីនោះនិងច្របាច់កហ្គេលីលោកនៅប្រាប់បន្ទាប់នៅពេលដាលេនបានងើបពីដេកស្រាប់តែនាងបានឃើញផ្ទះបាយរប៉ាត់រប៉ាយយ៉ាងចម្លែករីពិសីអង្គុយបាយខ្នងនិយាយមកកាន់ដាលេចម្លែកជាច្រើនផងដែរដែលពាក្យសំខាន់នោះគឺនាងបានសួរថាមើលថៃក្មេងៗនៅពេលដែលក្មេងៗមានបញ្ហាតើទទួលខុសត្រូវឬក៏អត់នៅពេលលីស៊ូហើយដាលីនក៏បានតបទៅវិញថានាងនឹងទទួលខុសត្រូវបើតមកនៅពេលដាលីនបានដើរទៅចិត្តពិសីស្រាប់តែពិសីក៏បានចាប់ច្រមុជដាលីនចូលទៅក្នុងទឹកនិងប្រុងចាប់ច្រមុជដាលីនចូលទៅក្នុងទឹកសម្លផងដែរប៉ុន្តែនៅពេលនោះសំណាងល្អប៉ៃក៏បានមកជួយខាត់តាន់ពេលវេលានិងបានធ្វើពិសីសន្លប់ទៅបើតមកនៅពេលពួកគេបានយកពិសីទៅមើលថែពួកគេឆ្ងល់ថាពិសីកាត់អ្វីទៅបានជាចម្លែកបែបនោះពួកគេមិនដែលឃើញពិសីពីមុនបែបនោះទេហើយពួកគេក៏បារម្ភពីសុវត្ថិភាពរបស់ក្មេងៗផងដែរបើតមកនៅពេលពួកគេបានចេញទៅខាងក្រៅអស់ក្មេងៗក៏បានដើរមកមើលពិសីវិញម្ដងនៅពេលក្មេងៗបានដើរចូលមកខាងក្នុងស្រាប់តែពិសីបានមកពីខាងក្រោយខ្នងរបស់នីកានិងបានបន្លាចនីកាផងដែរប៉ុន្តែមានតែនីកាទេដែលបានឃើញម្នាក់ឯងទៅបានជានាងចេញទៅខាងក្រៅដោយភ័យខ្លាចជាខ្លាំងរីឯក្មេងស្រីហ្គេលីនៅតែមានសភាពចម្លែកដដែលនៅពេលដាលីនដើរទៅសួរនាំនាងត្រឹមតែងក់ក្បាលតែប៉ុណ្ណោះដោយសត្វខ្លាចរឿងការពីជប់មិញនោះនៅពេលនោះផងដែរស្រាប់តែប្រលឹងខ្មោចរបស់គ្រូរាត្រីបង្ហាញខ្លួនម្ដងទៀតនៅក្បែរកូនលៀតជញ្ជាំងរីឯនៅពេលដែលកំពុងតែនៅក្នុងបន្ទប់លោកពូក៏បានដើរមកនិយាយលេងជាមួយនៅបានរំលឹករឿងការដែលឃាតកម្មសម្រាប់ក្មេងៗចំនួន7នាក់នៅមណ្ឌលកុមារកំព្រាមួយនោះប៉ុន្តែក៏ប៉ុន្តែលោកពូមិនដឹងច្បាស់នោះទេដោយសត្វគាត់ទៅតែមករស់នៅទីនោះតែប៉ុណ្ណោះលោកពូបានប្រាប់ទៅកាន់ប៉ៃផងដែរថាម្នាក់ស្រីនៅក្បែររូបថតរបស់អ្នកគ្រូរាត្រីនោះគឺជាមិត្តភក្តិរបស់អ្នកគ្រូរាត្រីគឺមានប្រវត្តិសម្រាប់កូនស្រីរបស់ខ្លួនឯងបង្កើតនៅពេលដឹងហើយប៉ៃចង់ដឹងអំពីឯកសារមួយចំនួនរបស់អ្នកគ្រូបន្ថែមទៀតប៉ុន្តែលោកពូប្រាប់ថាគឺគ្មាននោះទេហើយលោកពូក៏បានដើរត្រឡប់ទៅវិញរីឯដាលីននៅពេលដែលដើរទៅបិទបង្អួចបន្ទប់ក្មេងៗក៏បានឃើញខ្មោចស្រីកាន់ពេញប៉ោងនៅក្បែរដងទឹកយ៉ាងគួរខ្លាចហើយស្របពេលនោះហ្គេលីក៏បានងើបមកសួរថាបានឃើញអីមែនទេនៅពេលដែលសួរហើយហ្គេលីក៏បានខ្លុំភួយយ៉ាងលឿនដោយភាពភ័យខ្លាចបើតមកដាលីនក៏បានដើរទៅបន្ទប់របស់ប៉ៃវិញម្ដងដែលកំពុងតែមើលកាសែតចាស់ៗអំពីករណីឃាតកម្មសម្រាប់ក្មេងៗនៅមណ្ឌលមួយនោះហើយជាហេតុផលដែលគេបានបិទមណ្ឌលចាស់មួយនោះផងដែរនៅពេលដែលនិយាយគ្នាបានបន្តិចដាលីនក៏បានទៅមើលពិសីនៅក្នុងបន្ទប់ដេកវិញម្ដងហើយនៅពេលនោះដាលីនចម្លែកចិត្តជាខ្លាំងដោយសារតែរបួសរបស់ពិសីចាប់ដាំបាត់ដោយខ្លួនឯងបើតមកនៅពេលដែលពិសីបានងើបឡើងស្រាប់តែដាលីនក៏បានឃើញប្រលឹងខ្មោចរបស់អ្នកគ្រូរាត្រីនៅក្បែរនោះនៅពេលដែលពិសីព្យាយាមច្របាច់ករបស់ដាលីនម្ដងទៀតប៉ៃក៏បានចូលមកជួយម្ដងទៀតនៅពេលនោះផងដែរស្រាប់តែប្រលឹងខ្មោចក៏បានចាប់ពិសីឡើងទៅខាងលើទៅបានជាពិសីប្រាប់ទៅកាន់គ្រប់គ្នាឲ្យបានដឹងថាយើងមិនគួរនៅកន្លែងនឹងទេបើតមកទៀតខ្មោចក៏បានចូលទៅក្នុងខ្លួនប្រាណរបស់ពិសីម្ដងទៀតនិងបានចាប់ក្មេងម្នាក់មកគំរាមសម្លាប់នៅចំពោះមុខរបស់គ្រប់គ្នាអូខេប្រិយមិត្តអរគ្នាអញ្ចឹងអេដមីនសូមសង្ខេបសាច់រឿងបន្តិចប៉ុណ្ណឹងបានហើយអេដមីនចង់ឲ្យប្រិយមិត្តអរគ្នាទស្សនាផ្ទាល់ទៅបញ្ញាអារម្មណ៍ជាងព្រោះរឿងមួយហ្នឹងមិនត្រឹមតែល្អមើលទេគឺថាមានអាកំបាំងច្រើនផងដែរបើសិនជាអេដមីនសម្រាប់ទាំងអស់ទៅនឹងធ្វើឲ្យខូចសាច់រឿងហើយប្រិយមិត្តអរគ្នាមិនទៅទស្សនានៅក្នុង app ផងដែរអញ្ចឹងអេដមីនសូមលើកទឹកចិត្តទៅកាន់ប្រិយមិត្តអរគ្នាទស្សនានៅក្នុង app ល្អជាងអេដមីនមើលរឿងមួយហ្នឹងអេដមីនចាប់អារម្មណ៍ជាងរឿងណាទាំងអស់របស់ផលិតកម្ម LD Picture ហេតុអីបានជាអេដមីននិយាយអញ្ចឹងគឺអេដមីនឆ្លាញ់ក្នុងការថតក្នុងរឿងមួយហ្នឹងខ្លាំងមែនតើប្លង់មួយគឺថាស្អាតសមជារឿងបែបរន្ធត់ពីឈុតមួយទៅឈុតមួយហ្នឹងគឺតែងតែលាក់យើងឲ្យយើងចង់ដឹងថាសាច់រឿងហ្នឹងទៅយ៉ាងមុខហ្នឹងគឺយ៉ាងម៉េចទៀតរីឯតួអង្គមួយហ្នឹងគឺថាសម្ដែងល្អខ្លាំងមែនតើជាពិសេសគឺព្រះនាងនរោត្តមចេនឡាគឺទ្រង់សម្ដែងសមខ្លាំងមែនតើអេដមីននិយាយត្រង់សមនឹងខ្លាំងទៅជាតារា Hollywood ខ្លាំងមែនតើ
admin សង្ឃឹមថាថ្ងៃណាមួយទ្រង់នឹងបានក្លាយទៅជាតារាសម្ដែងនៅក្នុងរឿង Hollywood ណាមួយទៅចុះ admin ចង់ប្រាប់ទៅកាន់ប្រិយមិត្តផងដែរថារឿងមួយនេះគឺថាលក់សម្បត្តិនៅប្រទេសចិនតៃវ៉ាន់ហ្នឹងគឺថាបានច្រើនមិនធ្លាប់មានសម្រាប់កូនខ្មែរ admin បានទៅឆែកមើលនៅក្នុង website របស់ចិនជាច្រើនហើយបានយកឲ្យប្រិយមិត្តទាំងអស់គ្នាទស្សនាផងដែរនេះគឺជា website របស់ចិនដែលបានចេញផ្សាយជាច្រើននៅក្នុង website ប៉ុន្តែ admin អត់ចេះអានចិនទេចេះតែឆែករកបើសិនជាមានប្រិយមិត្តណាចេះចិនជួយបកប្រែឲ្យផងសម្រាប់រឿងមួយហ្នឹង admin ទៅឆែកមើលព័ត៌មានបានដឹងថាគឺទទួលបានជោគជ័យខ្លាំងមែនទែនចំណាយថវិកាត្រឹមតែ$38,000តែប៉ុណ្ណោះរីឯថវិកាក្នុងការលូតសម្បត្តិបាន$2 លានសហរដ្ឋអាមេរិកគឺថាអស្ចារ្យខ្លាំងមែនទែនកម្រមានរឿងខ្មែរណាដែលរកចំណូលបានរហូតដល់លានដុល្លារអញ្ចឹងទេ admin សូមបញ្ជាក់បន្តិចថារឿងមួយហ្នឹង admin យកព័ត៌មានពី website ទេមិន admin ទៅសួរអំពីទីផ្សារក្នុងការលូតសម្បត្តិទេគឺ admin បានចូលនៅក្នុង website ទេ website គឺបានផ្សាយមិនគឺ admin បាននិយាយតាម website ទេអញ្ចឹងសម្រាប់ប្រិយមិត្តដែលចង់ទស្សនារឿងពេញដែលមានកម្រិតរូបភាពច្បាស់ល្អហ្នឹងគឺអាចទស្សនានៅក្នុង app អង្គរ DC បានដែលអាចទស្សនាចាប់ពីថ្ងៃហ្នឹងទៅបានហើយតម្លៃក្នុងការទស្សនាហ្នឹងគឺត្រឹមតែ$1ជាងតែប៉ុណ្ណោះគុណភាពនិងសំឡេងគឺថាច្បាស់ប្រិយមិត្តអរគ្នាទស្សនាហើយអាចចុចបិទសិនក៏បានដែរទៅធ្វើការងារជាមុនសិនក៏បានដែរហើយមកបើកទស្សនាបន្តទៀតនៅពេលក្រោយក៏បានដែរគឺមិននៅពេលដែលយើងឈប់មើលហើយយើងបើកមើលម្ដងទៀតមិនមែនគេទារប្រាក់ម្ដងទៀតទេគឺបង់តែម្ដងទេគឺបានមើលមកចប់តែម្ដងប៉ុន្តែកុំឲ្យយើងនឹងទុកលើសចំនួនថ្ងៃកំណត់ដែលគេបានដាក់កំហិត admin អត់ចាំថាប្រហែលថ្ងៃទេប៉ុន្តែដឹងថាច្រើនថ្ងៃគួរសមដែរអញ្ចឹងងាយស្រួលក្នុងការទស្សនាខ្លាំងមែនទែននៅពេលយើងមើលហើយមើលមិនចប់មើលពេលក្រោយក៏បានដែរadmin ធ្លាប់និយាយតែអញ្ចឹងនៅតែទៅសារទៅកម្មផលិតកម្ម LD Picture ដែលមានវប្បធម៌ក្នុងការចែករំលែករឿងបញ្ចាំក្នុងរោងកុនហើយមិនមែនទុកមិនឲ្យយើងទស្សនាដោយរឿងផ្សេងទេគឺនៅពេលដែលគាត់បញ្ចាំក្នុងរោងកុនបានរយៈពេលសំគួរណាមួយគាត់នឹងបញ្ចាំក្នុង app អង្គរ DC ហើយគឺថាវប្បធម៌ក្នុងការចែករំលែកសិល្បៈហ្នឹងល្អខ្លាំងមែនទែនសម្រាប់ប្រិយមិត្តដែលចង់ទស្សនារឿងមួយនេះនិងរឿងផ្សេងទៀតមិនពិបាកទេគឺចូលទៅក្នុង app អង្គរ DC ជ្រើសរើសរឿងដែលចង់ទស្សនាចុចកន្លែងប៊ូតុងដែលភាពយន្តលេងនៅពេលដែលយើងចុចហើយវានឹងសួរយើងអំពីការបង់ប្រាក់តាមរយៈ ABA Smart ហើយនិង Aclida ជាដើមយើងបង់មិនដល់1នាទីទេគឺអាចទស្សនាបានហើយគឺងាយស្រួលខ្លាំងមែនទែនសម្រាប់ប្រិយមិត្តដែលចង់រកលេងទស្សនាអាចចូលទៅក្នុង description ខាងក្រោមបាន admin បានដាក់គ្រប់វីដេអូផងដែរអូខេអញ្ចឹងប្រិយមិត្តទាំងគ្នាការសង្ខេបរឿងបន្តិចបន្តួចរបស់ admin គឺមានតែប៉ុណ្្នឹងឯងសង្ឃឹមថាប្រិយមិត្តទាំងគ្នានឹងចូលទៅទស្សនារឿងពេញនៅក្នុង app អង្គរ DC admin សូមអរគុណខ្លាំងមែនទែនសម្រាប់ប្រិយមិត្តដែលចំណាយពេលដ៏មានតម្លៃក្នុងការទស្សនាវីដេអូមួយនេះនិងវីដេអូផ្សេងទៀតផងដែរជួបគ្នានៅវីដេអូលើក្រោយទៀតសូមអរគុណសូមជម្រាបលាបាយបាយមណ្ឌលកំព្រាមួយនេះវាដូចជាចង់បានអ្វីពីពួកយើងវិលីអូនអត់អីណែយើងអត់គួរមកនៅកន្លែងហ្នឹងទេកាលពី10ឆ្នាំមុនរាត្រីជានិច្ចការរបស់មណ្ឌលមួយនេះនាងបានសម្លាប់ក្មេងៗអស់7នាក់ហើយអ្នកភូមិក៏បានកាត់ទោសនាងនៅយប់នោះគ្រប់គ្នាគិតថាខ្ញុំប្រហែលជាឈួតណែគេណាប៉ុន្តែខ្ញុំជឿថានៅទីនេះគឺមានបណ្ដាសាតែគ្មាននរណាម្នាក់ជឿខ្ញុំទេហើយដើម្បីរស់យើងមានតែពឹងលើខ្លួនឯងហើយដើម្បីយកឈ្នះបណ្ដាសារបស់នាងរាត្រីយើងត្រូវតែស្វែងរកឲ្យដឹងថាមានរឿងអ្វីកើតឡើងខ្លះនៅក្នុងឆ្នាំនោះព្រោះវាគឺជាវិធីដែលអាចការពារក្មេងៗនៅទីនេះបានមុនពេលគ្រប់យ៉ាងវាត្រូវហួសពេលអង្គរ DC ទស្សនាភាពយន្តខ្មែរខ្នាតធំបានគ្រប់ទីកន្លែង